Phnom Penh Cambodia មានរឿងសតុំតិចទៅហើយមេទំភ្លៀងហើយបងប្អូនគប់សំជាមួយនឹងផ្លូវធំទលាយមនុស្សយ៉ាងច្រើនធ្វើដំណើរទៅតាមដងផ្លូវហើយដើមឈើមានសងខាងពណ៌បៃតងចេះទៀតបន្ថែមសោភ័ណភាពម្យ៉ាងនៅក្នុងមានរឿងសតុំតិចទៅហើយមេទំភ្លៀងហើយបងប្អូនគប់សំជាមួយនឹងផ្លូវធំទលាយមនុស្សយ៉ាងច្រើនធ្វើដំណើរទៅតាមដងផ្លូវហើយដើមឈើមានសងខាងពណ៌បៃតងចេះទៀតបន្ថែមសោភ័ណភាពម្យ៉ាងនៅក្នុងផ្លូវមកកន្លែងនេះបងប្អូនឥឡូវនេះយើងកំពុងតែជិះកន្លងបងមូលកន្លងពីមានឯករាជ្យដើម្បីធ្វើដំណើរទៅកោះពេជ្រយើងបុកចំ Nagavel ហើយបងប្អូនវ៉ាឆន្ទ្រាsorry សំទោស Ranger ទំភ្លៀងហើយមើលទៅស្អាតមិនស្ទុំនេះរង្វង់មូលសម្ដេចសង្ឃជួនណាតបងប្អូនផ្លូវនេះយើងឡើងឆ្វេងទៅមូលកំពង់ទៅឆ្វេងទៅអានឹងឡើងទៅមាត់ទន្លេយើងទៅត្រង់ហើយវងទៅកោះពេជ្រសុំមួយបងអើយយើងអត់ឆ្វេងទៅមាត់ទន្លេទេគឺយើងត្រង់អូទឹកលិចភ្លៀងខ្លាំងមកទៅយើងត្រង់ទៅឡើងស្ពានទៅកោះពេជ្របងប្អូនហើយនេះ Nagavel អូខ្លាំងយ៉ាងហ្នឹង
เราយកពុំឆ្លងស្ពានហើយយើងចូលដល់កោះពេជ្របងប្អូនតែក្នុង5 6 ឆ្នាំមុនម្ដុំនេះល្បីខ្លាំងហើយគេមកជុំគ្នាមិត្តភ័ក្តិសិស្សសាលាអីនិយាយសារអាទិត្យអីមកណាគេមានកម្មវិធីសប្បាយចំណុចនោះខ្ញុំអត់ទាន់មានអីជីទេហើយមិនសូវដែរដើរដូចគេទេអញ្ចឹងទៅអត់សូវដឹងទីតាំងសប្បាយអត់សូវដឹងរឿងអីច្រើនទេผมសូវដើរពួកអត់មានអីជីហ៎បងប្អូនហើយគេដែលយើងមើលទៅឃើញនេះអានេះ wedding hall បាទ wedding hall នេះហើយបើសិនជាមានកម្មវិធីថ្នាក់ជាតិអីការប្រជុំរបស់រដ្ឋអីក៏គេរៀបចំនៅ wedding hall ហ្នឹងដែរវាធំច្រកចេញចូលច្រើនទទួលគណៈប្រតិភូជាតិអន្តរជាតិគឺឃើញអាសាមានកម្មវិធីនៅទីតាំងហ្នឹងឬក៏មានការតាំងពិព័រណ៍អីក៏គេរៀបចំនៅហ្នឹងដែរអូខេផ្លូវនេះយើងឡើងទៅត្រង់យើងបុកទៅស្ពាននេះហើយខាងឆ្វេងគឺឡើងទៅស្ពានកោះនរាថ្មីបងប្អូនអរគ្នាហើយខ្ញុំឡើងទៅខុនដូក្បែរហ្នឹងដែរទេអញ្ចឹងទៀតវីដេអូយើងចប់ត្រឹមហ្នឹងហើយនេះឥឡូវយើងមកដល់កន្លែង Condo Connection ជ្រុំខ្លាំងបងប្អូនអើយរង្វង់មូលអានេះគេមិនដឹងឈ្មោះអីទេរង្វង់មូលអីតែដឹងថាមានរង្វង់មូលហើយយើងវាងអញ្ចឹងយើងវាងទៅស្ដាំឲ្យបាត់មកឆ្វេងវិញបងប្អូនឡើងទៅបុកទៅស្ពានកោះនារីបើយើងទៅត្រង់អានោះបុកទៅអាគារអេលីសេបណ្ដុំក្រុមហ៊ុននៅនឹងដែរនេះឡើងទៅត្រង់ស្ពានកោះនារីតែយើងអត់ឡើងទៅត្រង់ទេបងប្អូនខ្ញុំចូលខុនដូនេះខុនដូក្បែរហ្នឹងអូខេអរគុណបងប្អូនប៉ុណ្្នឹងសិនហើយបាយបាយ